ចាជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរក្រុមការងារលីអូផាមគាត់បានទៅចុះសិក្សាគម្រោងនិងដាក់ម៉ូទ័រជូនអតិថិជននៅខាងខេត្តកំពតសម្រាប់ការប្រើប្រាស់របស់អតិថិជនគឺគាត់យកទៅស្រោចដំណាំចង្ការទុរេនដែលមានទំហំដីចំនួន2ហិកតាហើយតទៅជាមួយនឹងប្រភពទឹកដែលគាត់យកមកប្រើប្រាស់គឺគាត់បូមចេញពីស្រះជីករបស់គាត់តែម្ដងហើយសម្រាប់ម៉ូទ័រដែលក្រុមការងារលីអូផាមគាត់បានដាក់ជូនគាត់គឺជាប្រភេទម៉ូទ័រ Plonger ដែលមានតួ150 មីលីម៉ែត្រទៅយកមុខកាត់ទឹកចេញ90 មីលីម៉ែត្រគឺកម្លាំង11គីឡូវ៉ាត់មានស្មើនឹង15សេហើយតទៅជាមួយនឹងបរិមាណទឹកម៉ូទ័រហ្នឹងដែលបូមច្រើនបានបំផុតគឺបាន78គីក្នុង1ម៉ោងអាចរុញកម្ពស់បានរហូតដល់84ម៉ែត្រហើយសម្រាប់ការប្រើប្រាស់ជាក់ស្ដែងរបស់គាត់គឺរុញចម្ងាយត្រឹមតែ400ម៉ែត្រដែលអាចបូមទឹករហូតដល់60គីក្នុង1ម៉ោងជាមួយការប្រើប្រាស់ក្បាល sprinkler របស់គាត់គឺគាត់ស្រោចទៅតាមគុម្ព terrain របស់គាត់ណាដូចជាបងប្អូនបានឃើញនៅក្នុងវីដេអូជាក់ស្ដែងអញ្ចឹងប្រសិនជាបងប្អូនមានតម្រូវការតាក់ទងជាមួយនឹងម៉ូទ័រ Plonger នេះឬក៏ចម្ងល់គឺបងប្អូនអាចតាក់ទងតាមលេខទូរស័ព្ទខាងលើបានឬក៏ comment ក្រោម page ខាងក្រុមការងារគាត់នឹងតាក់ទងទៅសូមអរគុណសូមជម្រាបលា